បាទមានសួរអាដាមខ្ញុំសធនអាដាមតើមានមតិយោបល់ដែរចំពោះភាគីខាងសៀមហ្នឹងដែលដាក់ទ័ពមកព្រំដែនគម្រាមកំហែងព្រំដែនកម្ពុជាជាពិសេសនៅប្រាសាទតាមាន់និងនៅមុំ3ហ្នឹងអាដាមសម្រាប់ខ្ញុំយល់ថារឿងផ្ទៃក្នុងនៃប្រទេសរបស់ខ្លួនអស់លោកគួរតែដោះស្រាយនៅក្នុងផ្ទៃក្នុងរបស់ប្រទេសរបស់ខ្លួនកុំយកផ្ទៃក្នុងរបស់ខ្លួនប្រទេសរបស់ខ្លួនមកធ្វើឲ្យមានផលប៉ះពាល់ស្គៀបរមាស់ជាមួយនឹងប្រទេសជិតខាងណាពីព្រោះកម្ពុជាមិនដែលទៅប៉ះពាល់មិនដែលទៅរករឿងមិនដែលទៅមានបញ្ហាអីជាមួយអ្នកនៅខាងក្នុងនោះទេកម្ពុជាបច្ចុប្បន្នភាពរស់នៅក្នុងសុខសន្តិភាពកម្ពុជាបច្ចុប្បន្នភាពគ្រប់ភាគីទាំងអស់គឺត្របាញ់ជាធ្លុងមួយអត់មានអ្វីតទៅទៀតទេហើយក៏កម្ពុជាចង់រស់នៅយ៉ាងសុខសាន្តត្រានមិនប៉ះពាល់ទៅលើទឹកដីរបស់បរទេសណាទៅជាប្រទេសគឺជាពិសេសគឺប្រទេសជិតខាងណាហើយដល់ពេលយើងមានបញ្ហាផ្ទៃក្នុងហើយបែរជាលើកតបលើកទៅហ៊ានយកមករុករៀនទន្ទ្រានកន្លែងនេះក៏ដីរបស់ខ្លួនទាំងដែលកម្ពុជាឈរជើងនៅទីនេះនៅលើទឹកដីកម្ពុជាទាំងដែលសន្ធិសញ្ញាបារាំងសៀមណា1904 1907ទឹកដីនេះជារបស់កម្ពុជាតាំងពីដូនតាមិនមែនត្រឹមបារាំងសៀមនោះទេណាអស់លោកយកទឹកដីខ្មែរបានច្រើនណាតែខ្មែរនៅពេលដែលមានសន្ធិបារាំងសៀមត្រឹមណាខ្មែរគោរពគោលការណ៍ត្រឹមប៉ុណ្ណោះមិនបានគិតថាអូអញត្រូវតែមានកម្លាំងវាយយករបស់អ្នកឯងវិញអត់ទេណាគឺយើងគោរពគោលការណ៍អញ្ចឹងដើម្បីអីដើម្បីសុខសន្តិភាពនៃការរស់នៅជាសុខដុមរមនារវាងប្រទេសជិតខាងគ្នាណាយើងអត់ចង់បានអីទេអញ្ចឹងដើម្បីរំលត់នៅបញ្ហាអស់ទាំងហ្នឹងជាពិសេសបញ្ហាដែលកំពុងតែក្តៅកគុកហ្នឹងអស់លោកឡើងទៅរបស់កម្ពុជាអត់ខ្លាចទេនៅកម្ពុជាគោរពទៅតាមកិច្ចព្រមព្រៀងសន្ធិសញ្ញាបារាំងសៀមយកផែនទីហ្នឹងមកឡើងទៅឡាអេណាច្បាស់ហើយវានឹងច្បាស់ថាជារបស់នរណាអញ្ចឹងយើងមិនចាំបាច់ឆ្ងល់ហើយក៏មិនចាំបាច់ចោទប្រកាន់គ្នាតទៅទៀតដែរកម្ពុជាមិនដែលចោទប្រកាន់ឯងតែឯងចោទប្រកាន់កម្ពុជាថាកម្ពុជាទៅជ្រឿនកម្ពុជាមានត្រឹមតែ10លានអ្នកជាងទេដល់7លានអ្នកជាងនេះអ្នកឯងមាន70លានអ្នកជាងឯណោះតែតែអ្នកឯងបានខំភាមអំពីចំនួនទាហានបែបនេះអាវុធបែបនេះអីសពសារពើណាវាស្មើនឹងអ្នកឯងមនុស្សចាស់ក្បាលកាចាស់មកលេងជាមួយនឹងកូនក្មេងទាំងរំលោភបំពានហ្នឹងវាអត់ត្រឹមត្រូវទេណាវាអត់ត្រឹមត្រូវទេអញ្ចឹងខ្ញុំសូមអំពាវនាវទៅដល់ថ្នាក់ដឹកនាំជាពិសេសកងទ័ពរបស់សៀមសូមលោកហើយជាពិសេសទៀតហ្នឹងគឺពលរដ្ឋមួយចំនួនដែលលោកនិយមជ្រុលដោយអត់បានគិតគូររឿងសន្តិសុខរវាងប្រជាជនដែលនៅតាមបណ្ដាលព្រំដែនឬក៏រវាងប្រទេសនិងប្រទេសយើងមករីកចម្រើនទាំងអស់គ្នាបានប៉ុណ្ណេះហើយយើងចង់ឲ្យវារលាយទៅវិញហ្មងណាដោយសារតែគំនិតអាត្មានិយមរបស់យើងណាអញ្ចឹងគិតគូរបើថាចង់ដឹងថារបស់ណាពិតប្រកបទៅឡើងឡាអេណា ICJ ណា ICJ គឺចប់រឿងទាំងអស់លែងមានរឿងតកូនតចៅដំណរគ្រប់ចំនួនទាំងអស់តែម្ដងសូមអរគុណបាទសំណួរមួយទៀតអាដាមចំពោះទឹកចិត្តប្រជាជនហើយនឹងកងទ័ពរបស់យើងអាដាមមើលទៅឃើញយល់ថាយ៉ាងម៉េចដែរវិញត្របាញ់ជាធ្លុងមួយវិញត្របាញ់ជាធ្លុងមួយមិនចំពោះតែខ្មែរនៅក្នុងប្រទេសមិនចំពោះតែខ្មែរនៅក្រៅប្រទេសគឺត្របាញ់ជាធ្លុងមួយជំរុញដូចយើងឃើញក្នុងសារគ្រប់ស្ថាប័នទាំងអស់សាទរឬក៏ញ៉ាត់គាំទ្រនៅពេលដែលរដ្ឋាភិបាលប្រកាសថានឹងរុញបញ្ហានេះទៅ ICJ ឬក៏តុលាការអន្តរជាតិឡាអេគឺលោកធ្វើញ៉ាត់បើនិយាយពីស្ថាប័នសឹកគ្រប់ស្ថាប័នហើយបេះដូងប្រជាប្រដ្ឋទៀតគឺលោកផ្ដល់ជាកម្លាំងចិត្តកម្លាំងកាយកម្លាំងសម្ភារៈទៀតមានន័យថាគ្រឿងឧបភោគបរិភោគឬក៏ហៅថាស្បៀងសម្រាប់ទាហានជួរមុខគឺគ្រប់ពេលវេលាទាំងអស់គឺគាត់នៅខាងក្រោយពិតមែនប៉ុន្តែបេះដូងហើយនឹងអ្វីទាំងអស់គឺមកជាមួយនឹងបងប្អូនពលទាហានគ្រប់លំដាប់នៅឯជួរមុខទាំងអស់បាទខ្ញុំសូមបញ្ជាក់បាទហើយថ្ងៃហ្នឹងដែរអាដាមមានបានមកហ្នឹងតើមានគោលបំណងអីដែរអាដាមក្នុងថ្ងៃនេះទេថ្ងៃនេះ
គឺក្រុមការងារយើងបានអញ្ជើញមកហើយជាមួយនឹងការពំនាំនៅថវិកាដោយថវិកាសម្រាប់ក្រុមយើងនេះគឺមានចំនួន$1000ហើយយើងមានក្រុមដទៃទៀតបានមករួមគ្នាច្រើនដែរហើយកម្មវិធីនឹងមាននៅថ្ងៃស្អែកដែលយើងត្រូវរៀបចំហើយជូនដល់កងកម្លាំងនៅឯខាងក្រោមដើម្បីត្រៀមទុកជាស្បៀងសម្រាប់កងទ័ពរបស់យើងមិនឲ្យខ្វះខាតច្រេះខាតបាទអរគុណហើយជាចុងក្រោយតើមានពាក្យអីទៅផ្ដាយផ្ដាំចុងក្រោយខ្ញុំសូមឲ្យកងកម្លាំងគ្រប់សម្រាប់ជាន់ថ្នាក់ជាពិសេសកងកម្លាំងជួរមុខទុកចិត្តអ្នកនៅខាងក្រោយគឺត្រៀមជានិច្ចទាំងស្បៀងទាំងកម្លាំងកាយទាំងកម្លាំងចិត្តគឺយើងអត់បោះបង់ចោលគ្នានៅក្នុងគ្រាដែលមានបញ្ហាបែបនេះជាដាច់ខាតពីព្រោះយើងមិនអាចចេញទៅណាចោលគ្នាបានជាដាច់ខាតយើងនៅជាមួយគ្នាក្នុងទឹកដីនៃកម្ពុជាដ៏អច្ឆរិយៈរបស់យើងហើយខ្ញុំសូមបួងសួងដល់អស់បព្វបុរសជាតិជាពិសេសបព្វបុរសដែលកសាងអង្គរដែលកសាងព្រះវិហារដល់បព្វបុរសទាំងអស់នោះមានទឹកចិត្តមានចិត្តវិញ្ញាណនៅក្នុងប្រាសាទរបស់ខ្លួននៅក្នុងការថែប្រាសាទរបស់ខ្លួនថែទឹកដីរបស់ខ្លួនហើយនឹងបព្វបុរសក្រោយមកទៀតដែលលោកលះបង់ពលីជីវិតដើម្បីប្រទេសជាតិដើម្បីការពារទឹកដីនេះសូមឲ្យបដិសន្ធិវិញ្ញាណសូមឲ្យវិញ្ញាណរបស់ទាំងអស់នោះរបស់អស់លោកទាំងអស់នោះជួយកំចាត់ខ្មាំងឈ្លានពានឲ្យវិនាសសាបសូន្យចាក់ចេញឆ្ងាយពីទឹកដីកម្ពុជាតរៀងទៅបាទសូមអរគុណអាដាមអរគុណ